ការរើសស្បែកជើងគឺពិតជាសំខាន់សម្រាប់បងប្អូនការរើសស្បែកជើងយើងមានការរើសស្បែកជើងឲ្យត្រូវទៅតាមពេលវេលាឲ្យត្រូវទៅតាមស្ថានភាពជើងនិងពេលវេលាបងប្អូនត្រូវពាក់ឧទាហរណ៍ថាបងប្អូនត្រូវទៅភ្នំបងប្អូនត្រូវតែរើសស្បែកជើងណាអាចទប់លំនឹងហើយសំខាន់គឺបាតទុនដែលបងប្អូនត្រូវពាក់ការឡើងភ្នំជាច្រើនម៉ោងនិងការប្រើកម្លាំងដើរឡើងភ្នំគឺខ្លាំងអញ្ចឹងការរើសស្បែកជើងសំខាន់មែនទែនបើសិនជាបងប្អូនរើសស្បែកជើងខុសអាចធ្វើឲ្យសន្លាក់កជើងឬសន្លាក់កែងជើងបងប្អូនងាយប្រឈមមុខនឹងការរលាកជាពិសេសបងស្រីដែលពាក់ស្បែកជើងកែងខ្ពស់គឺងាយប្រឈមមុខនឹងការឈឺសន្លាក់កែងជើងនឹងមែនទែនដោយបងប្អូនម្នាក់ជាអតិថិជនរបស់ខ្ញុំចាស់គឺគាត់មានកម្មវិធីផ្ទាល់ខ្លួនរបស់គាត់ហើយគាត់ជាអ្នកគីឡូធ្ងន់ប្រអប់ជើងគាត់ធំនៅពេលដែលគាត់ពាក់បែកជើងប៊ូដែលស្បែករឹងហើយប្រអប់ជើងគាត់គឺប្រឹងក្តោបខ្លាំងតែម្ដងនៅពេលហ្នឹងហើយគឺធ្វើឲ្យគាត់មានស្ថានភាពឈឺជើងខ្លាំងមែនទែនហើយពាក់តែមួយថ្ងៃណាបងប្អូនឥឡូវគាត់ទទួលការសម្រួល3ដងហើយអត់ទាន់បានធូរស្បែកទាំងស្រុងទេគឺបាននិយាយថាការរលាកហ្នឹងគឺខ្លាំងហើយពេលដែលយើងបន្ថយការរលាកហ្នឹងគឺត្រូវក្រៅពេលយូរហើយធ្វើឲ្យស្ថានភាពជើងរបស់គាត់ហ្នឹងគឺពិបាកក្នុងការដើរជាពិសេសហ្នឹងគឺមានការឈឺចាប់អញ្ចឹងសំខាន់ណាស់ស្បែកជើងបងប្អូនត្រូវរើសស្បែកជើងណាដែលទូលាយហើយសំខាន់គឺបាតបងប្អូនត្រូវរើសបាតណាដែលទន់ comfort បានន័យថាផាសុខភាពសម្រាប់ប្រអប់ជើងរបស់យើងហើយសំខាន់ហ្នឹងគឺជួយឲ្យជើងរបស់យើងទប់ស្កាត់នៅការតឹងខ្លាំងហើយនឹងចង្អៀតខ្លាំងជាពិសេសហ្នឹងគឺមានខ្យល់ចេញចូលគ្រប់គ្រាន់ហើយបងប្អូនចង់បាន tip ល្អៗកុំភ្លេច follow page និង share វីដេអូនេះមួយផងអរគុណ